សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះណែកំពុងតែភ្ជុះទឹកកកប៉ុន្តែចង់សាកល្បងដើរមកឲ្យស្គាល់រសជាតិថាភ្ជុះទឹកកកនឹងមិនហ៎បងប្អូនខំជ្រៅហើយអ្នកគេដើរទៅឆ្ងាយបងប្អូនគឺនៅប្លុកផ្ទះខ្លួនឯងហ្នឹងហើយគឺភ្ជុះទឹកកកនៅ New England តែអត់មានទិញឆ្ងាយទេគឺនៅចិត្តផ្ទះទេបងប្អូននេះអូ my god តំណងនេះតើបងប្អូនហើយចង់ចេញមកឲ្យស្គាល់អារម្មណ៍ព្រោះបទការនេះនៅសហរដ្ឋអាមេរិកក៏អត់ងាយមានដែរដែលភ្ជុះព្រើអញ្ចឹងអាច10ឆ្នាំឬ20ឆ្នាំមានម្ដងអញ្ចឹងទៅក៏ចេញមកដើម្បីថតឲ្យបងប្អូននៅស្រុកខ្មែរបានឃើញថានៅនេះលំបាកប៉ុន្តែគេរស់បានហើយរស់បានយ៉ាងស្រួលទៀតបានន័យថាគឺសេរីភាពមានសម្រាប់ប្រជាពលរដ្ឋដើម្បីឲ្យពលរដ្ឋតស៊ូមតិហើយទៅពេលផ្លូវអីបងប្អូនខ្វល់យើងបងតាក់ជូនរដ្ឋអញ្ចឹងរដ្ឋគេមកឈួរឲ្យយើងឯងអញ្ចឹងគ្រាន់តែថាដើម្បីសុវត្ថិភាពខ្លួនឯងគឺគេអត់ចង់ឲ្យយើងធ្វើដំណើរទេអញ្ចឹងណាអញ្ចឹងតែឥឡូវហ្នឹងក៏អត់ហ៊ានដើរឆ្ងាយដែរគឺនៅតែផ្ទះហើយថតឲ្យបងប្អូនមើលហើយនេះថ្ងៃនេះរៀងត្រជាក់បន្តិចប៉ុន្តែពេលធ្លាក់ snow ហើយព្រោះធ្លាក់ snow បែបនេះបងប្អូនគឺមួយថ្ងៃពេញ24ម៉ោងហើយបន្ទាប់ពីធ្លាក់ហើយគឺត្រជាក់មែនតើបងប្អូនអូឥឡូវហ្នឹងក៏ត្រជាក់ដែរប៉ុន្តែ snow ស្អាតចង់ឲ្យបងប្អូនឃើញ